10 វិធីដើម្បីជំនះឧបសគ្គក្នុងជីវិត 1. ធ្វើផែនការខណៈពេលដែលអ្នកមិនដឹងថានឹងមានអ្វីកើតឡើងនាពេលអនាគតនោះទេអ្នកតែងតែអាចរៀបចំផែនការជាមុនបានមើលគំរូក្នុងជីវិតរបស់អ្នកហើយមើលថាតើបញ្ហាអ្វីខ្លះដែលអ្នកបានតស៊ូជាមួយវាយតម្លៃលទ្ធផលដ៏ល្អប្រសើរនិងរៀបចំផែនការសម្រាប់របៀបដែលអ្នកអាចសម្រេចបានប្រសិនបើអ្នកធ្វើការនៅកន្លែងណាមួយហើយអាចប្រមៀលមើលប្រភេទនៃបញ្ហាប្រឈមដែលអ្នកអាចប្រឈមមុខនោះអ្នកអាចរៀបចំផែនការជាមុននេះគឺដូចគ្នាសម្រាប់សិស្សសាលាប្រសិនបើបញ្ហាប្រឈមគឺការគ្រប់គ្រងពេលវេលានោះអ្នកអាចរៀននិងរៀបចំផែនការសម្រាប់ការគ្រប់គ្រងប្រាក់ទីទិន 2. ដឹងថាអ្នកមិននៅម្នាក់ឯងទេមនុស្សគ្រប់គ្នាក្នុងលោកនេះមានចំណុចទាបរៀងខ្លួនអ្នកខ្លះអាចដោះស្រាយឬលាក់វាបានល្អជាងអ្នកដទៃប៉ុន្តែការពិតគឺទោះបីជាអ្នកកំពុងឆ្លងកាត់អ្វីក៏ដោយក៏មានអ្នកផ្សេងទៀតធ្លាប់ឆ្លងកាត់វាដែរអ្នកមិននៅម្នាក់ឯងទេព្យាយាមទាក់ទងទៅកាន់សហគមន៍និងបណ្ដាញរបស់អ្នកនិយាយពីអារម្មណ៍របស់អ្នកនិងបង្ហាញពីកង្វល់របស់អ្នកនៅគ្រប់ស្ថានភាពក្នុងជីវិតរបស់អ្នក 3. សូមជំនួយអ្នកមិននៅម្នាក់ឯងទេដូច្នេះអ្នកអាចស្វែងរកជំនួយបានមិនចាំបាច់ខ្មាស់អៀនក្នុងការសូមជំនួយទេថាតើអ្នកជ្រើសរើសពឹងលើមនុស្សទៅជាទីស្រឡាញ់មនុស្សចម្លែកអ្នកណែនាំឬមិត្តភក្តិទេនោះមានមនុស្សដែលចង់ជួយអ្នកឲ្យជោគជ័យ 4. ទទួលអារម្មណ៍របស់អ្នកដោយបិទបាំងអារម្មណ៍របស់អ្នកពួកគេមិនទើណាឆ្ងាយទេផ្ទុយទៅវិញអារម្មណ៍คล้ายទៅជាធម្មពលជាប់ស្ទាំងនិងអាចប្រផៅអវិជ្ជមានដល់សុខភាពនៅពេលដែលគេមិនអើពើចំណាយពេលដើម្បីដឹងពីអារម្មណ៍របស់អ្នកនេះអាចមកក្នុងទម្រង់នៃសមាធិឬប្រសិនបើអ្នកចង់សរសេរនៅអ្វីដែលអ្នកមានអារម្មណ៍ការសរសេរអាចជាការព្យាបាលលេងជំងឺឆ្កិនជ្រូកលើពេលដែលអ្នកមានអារម្មណ៍និងចែករំលែកអារម្មណ៍របស់អ្នកក៏អាចឃើញស្ថានភាពរបស់អ្នកនៅក្នុងពន្លឺថ្មីមួយផងដែរលំហាត់នេះអាចនាំអ្នកទទួលបានដំណោះស្រាយលំបែកនិងឆ្លៀតយកជាជំនះលើបញ្ហាប្រឈមណាមួយ 5. ទទួលការគាំទ្រការសុំជំនួយគឺមានតែម្ខាងនៃកាក់ប៉ុណ្ណោះនៅម្ខាងទៀតនៃកាក់អ្នកត្រូវបើកចំហនិងសុខចិត្តទទួលការគាំទ្រមនុស្សដែលគាំទ្រអ្នកគឺពិតជាការបារម្ភចំពោះអ្នកបើកចិត្តទទួលជំនួយនៅពេលដែលអ្នកត្រូវការ 6. ជួយអ្នកដទៃពាក្យចាស់ពោលថាអ្វីដែលអ្នកឲ្យគឺអ្វីដែលអ្នកទទួលបានប្រសិនបើអ្នកធ្លាប់ឆ្លងកាត់ស្ថានភាពឬមានដំណងមានរត់អ្នកណាមួយដែលអ្នកដឹងថាកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកនោះប្រកាសណាស់ជួយពួកគេផងការជួយអ្នកដទៃមិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ពួកគេនោះទេប៉ុន្តែវាក៏ជួយឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយផងដែរ 7. គិតធំវាអាចជារឿងងាយស្រួលដែលទុកឲ្យខ្លួនអ្នកគិតតូចដោយសារខ្លាចបរាជ័យឬមួយក៏សូម្បីតែខ្លាចការភ័យខ្លាចក្នុងការធ្វើសម្រេចចិត្តប៉ុន្តែដើម្បីសម្រេចរឿងដែលធំធេងក្នុងជីវិតអ្នកត្រូវបើកចំហដោយការរីករាយហើយសុបិនឲ្យធំជានិច្ចផងទោះឧបសគ្គអ្វីក៏ដោយត្រូវគិតនិងសុបិនឲ្យធំជានិច្ចវិធីនេះអ្នកនឹងសម្រេចបានច្រើនជាងអ្វីដែលអ្នកធ្លាប់ស្រមៃព្យាយាមមិនឲ្យគំនិតរបស់អ្នកចូលទៅបញ្ចុះបណ្ដាខ្លួនឯង 8. ផ្នែកមតិវិជ្ជមានអ្វីដែលអ្នកគិតคล้ายជាការពិតរបស់អ្នកបង្វឹកចិត្តរបស់អ្នកឲ្យគិតជាវិជ្ជមានវានឹងប្រើពេលវេលានិងការអនុវត្តវាចាប់ផ្ដើមពីការយល់ដឹងផ្លូវចិត្តអ្នកអាចអនុវត្តការយល់ដឹងតាមរយៈបច្ចេកទេសសតិនិងសមាធិនៅពេលដែលអ្នកទទួលស្គាល់គំនិតរបស់អ្នកបានល្អនិងអនុញ្ញាតឲ្យគំនិតឆ្លងកាត់អ្នកអាចស្ទប់គំនិតអវិជ្ជមានដាច់រង 9. កុំបោះបង់ចោលនៅពេលដែលមានបញ្ហាប្រឈមឡើងតែវាជាការប្រឡងធំនៅសាលាឬការប្រណាំងរត់ជាងអ្នកភ័យអនាគតទេកុំបោះបង់ចោលការតស៊ូគឺជាគុណសេធំដើម្បីជំនះឧបសគ្គនិងរៀនសូត្រពីវាបោះបង់ចោលមានន័យថាអ្នកនឹងមិនបានជំនះឧបសគ្គឬរៀនសូត្រពីវាឡើយឆ្លងកាត់បញ្ហាប្រឈមដោយសំណុំពរការគាំទ្រអារម្មណ៍របស់អ្នកនិងរៀបចំផែនការដើម្បីធ្វើការឆ្លងកាត់ 10. ធ្វើការឲ្យប្រើឧបញ្ញគ្រាន់មិនមែនធ្វើការខ្លាំងទេតាមទូទៅមានវិធីច្រើនដើម្បីសម្រេចកិច្ចការអ្វីមួយប៉ុន្តែតែងតែមានវិធីល្អបំផុតឬវិធីល្អបំផុតមួយណាដែរដើម្បីធ្វើការឆ្លាតជាងការធ្វើការខ្លាំងចាប់ផ្ដើមពីការធ្វើការថយក្រោយគួររំណាស់ឲ្យកំណត់គោលដៅរបស់អ្នកបន្ទាប់មក
រៀបចំផែនការដំណើរថាតើទៅកន្លែងណាលើរបៀបណាធ្វើការស្រាវជ្រាវដើម្បីមើលថាតើមនុស្សផ្សេងទៀតដែលបានមកមុនរបៀបណាគិតពីជំនាញនិងគំនិតរបស់អ្នកខ្លួនឯងថាតើអ្នកអាចធ្វើឲ្យបានល្អប្រសើរជាងនោះបានរបៀបណាបន្ទាប់មកធ្វើនៅតាមផ្លូវរបស់អ្នកទៅនឹងទៅធ្វើការ